ចឹងខ្ញុំ record រួចហើយសូមបងប្អូនទាំងអស់គ្នាបានយកចិត្តទុកដាក់ក៏ដូចជាសម្រួមចិត្តហោះហើរទៅដល់ទីណាហៅវាមកវិញដើម្បីយើងសរសើរដល់កើព្រះអង្គទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាបងប្អូននឹងឮខ្ញុំច្បាស់ទាំងអស់គ្នាហើយខ្ញុំសូម share screen សម្រាប់បងប្អូនទាំងអស់គ្នាហើយយើងច្រៀងសូមបងប្អូនទាំងអស់គ្នាបានបើក mute ច្រៀងទាំងអស់គ្នាដើម្បីសរសើរដល់កើព្រះអង្គរួមគ្នាដោយអំណរទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះដែរគឺជាថ្ងៃទី22ខែមីនាឆ្នាំ2026ដែលយើងត្រូវសរសើរដំកើងត្រង់ចំនួនម៉ោង8កន្លះដល់ម៉ោង9អញ្ចឹងសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាទាំងបងប្អូននៅក្នុងបណ្ដាខេត្តតាកែវនិងកំពតក៏ដូចជា Pastor ព្រមទាំងបងប្អូនដែលបានចូលរួមនៅក្នុងព្រះវិហារនៅថ្ងៃនេះអញ្ចឹងដល់ខ្ញុំសូមអនុញ្ញាតដល់ slide ទី1គឺការអធិដ្ឋានបើកកម្មវិធីដោយខ្ញុំបាទផាន់ដងលីសូមបងប្អូនទាំងអស់គ្នាបានសម្រួមចិត្តអធិដ្ឋានទៅកាន់ព្រះទាំងអស់គ្នាអរព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណដ៏បរិសុទ្ធក៏សូមអរព្រះគុណទ្រង់ដែលព្រះអង្គបានប្រទានពរនៅអ្វីៗគ្រប់បែបយ៉ាងនៅលើផែនដីដើម្បីឲ្យកូនទាំងអស់គ្នាបានរស់រាននៅលើផែនដីដែលជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ក៏សូមអរព្រះគុណទ្រង់ដែលព្រះអង្គបានបង្កើតនៅរបស់គ្រប់បែបយ៉ាងល្អឥតខ្ចោះសម្រាប់នៅជីវិតរបស់កូនរស់នៅសប្តាហ៍ថ្ងៃនេះអបអរម្ចាស់អើយត្បិតកូនជាមនុស្សមានបាបដូច្នេះហើយសូមឲ្យព្រះអង្គបានអត់ឱនទោសកំហុសអំពើបាបដែលកូនបានធ្វើខុសចំពោះទ្រង់សូមឲ្យព្រះអង្គបានលុបលាងទោសកំហុសអំពើបាបទាំងអស់នោះនឹងខ្លាចនឹងកែប្រែដើម្បីឲ្យខ្លាចជាការល្អឡើងវិញកុំឲ្យកូនម្នាក់ណាធ្លាក់ក្នុងសេចក្តីល្បួងនោះឡើយសូមព្រះអង្គបានតម្រង់ផ្លូវសម្រាប់កូននិងអនុញ្ញាតឲ្យកូនមានព្រះគង់នៅក្នុងចិត្តគ្រប់ពេលវេលាផងដែរកូនធ្វើអ្វីដោយពឹងជ្រក់ទៅលើទ្រង់កុំឲ្យគិតតែអំពីគំនិតតខ្លួនរបស់ទូលបង្គំនោះឡើយសូមឲ្យព្រះអង្គជាព្រះបានបង្រៀនសូមឲ្យព្រះអង្គជាព្រះបានហាត់ការសម្រាប់ពួកកូនទាំងអស់គ្នាដើម្បីឲ្យកូនទាំងអស់គ្នាបានជោគជ័យនៅក្នុងជីវិតផងដែរបងម្ចាស់មួយវិញទៀតអ្វីដែលសំខាន់គឺសុខភាពនិងប្រាជ្ញាវាងវៃដូច្នេះហើយសូមព្រះអង្គបានប្រទានពរឲ្យកូនទាំងអស់គ្នាទទួលបាននូវសុខភាពល្អប្រាជ្ញាវាងវៃមកពីព្រះអង្គនិងដើរទៅតាមបញ្ញត្តិរបស់ទ្រង់និងស្ដាប់ទៅតាមបញ្ញត្តិរបស់ទ្រង់មិនមែនត្រឹមតែដឹងហើយមិនធ្វើតាមនោះទេសូមឲ្យព្រះអង្គបានបង្រៀនកូនឲ្យធ្វើតាមនៅបញ្ញត្តិក៏ដូចជាក្រឹតវិន័យរបស់ទ្រង់ដែលបានចែងនៅក្នុងព្រះគម្ពីរអោព្រះអង្គម្ចាស់អើយសូមឲ្យព្រះអង្គបានសម្រេចនៅគោលបំណងរបស់ Pastor Reverend និង Elder សូមឲ្យគាត់ទាំងអស់គ្នាមានសុខភាពល្អមានប្រាជ្ញាវាងវៃក៏ដូចជាសម្រេចបំណងរបស់គាត់ដែលទ្រង់ដែលពួកគាត់ទាំងពីរបានចង់សាងសង់ព្រះវិហារដ៏ធំមួយទីក្រុងភ្នំពេញក៏ដូចជាមន្ទីរពេទ្យសាលារៀនផ្សេងៗសូមឲ្យព្រះអង្គបានសម្រេចនៅគោលបំណងរបស់ពួកគាត់ទាំងពីរផងដែរអម្ចាស់អើយក៏សូមថ្វាយនៅការអធិដ្ឋាននៅក្នុងអាទិត្យនេះថ្វាយផ្ដាច់ក្នុងព្រះនាមដ៏ពូបំផុតគឺព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទអញ្ចឹងខ្ញុំដល់ slide បន្ទាប់យើងច្រៀងបទចម្រៀងព្រះនាមព្រះយេស៊ូវមានឥទ្ធិឫទ្ធិ All hail the power of Jesus name យើងច្រៀងសិភពពខៀវទំព័រលេខ6ច្រៀងពីវគ្គ1ទៅដល់វគ្គ3បាទសូមអញ្ជើញបងប្អូនទាំងអស់គ្នាបានបើក mute ទាំងអស់គ្នាដើម្បីយើងច្រៀងសរសើរដល់កើទាំងអស់គ្នាបាទតើយើងច្រៀងទាំងអស់គ្នាខ្ញុំរាប់ជូនពី1ដល់4នឹងចាប់ផ្ដើមទាំងអស់គ្នា1 2 3 4ព្រះនាមព្រះយេស៊ូវមានឥទ្ធិឫទ្ធិចូលក្រាបគោរពយ៉ាងស្មោះត្រង់ចូលលើកទ្រង់ជាចានៃចិត្តតាមទ្រង់ជាម្ចាស់លើទាំងអស់ចូលលើកទ្រង់ឡើងជាម្ចាស់នៃចិត្តតាមទ្រង់ជាម្ចាស់លើទាំង
ខ្ញុំនឹងដើរក្នុងពន្លឺស្ថានសួគ៌ច្រៀងពីវគ្គ1ទៅដល់វគ្គ3បាទគ្រប់វគ្គតែម្ដងច្រើនបាទអញ្ចឹងខ្ញុំនឹងដើរក្នុងពន្លឺស្ថានសួគ៌ Heavenly Sunlight ខ្ញុំនឹងដើរក្នុងពន្លឺស្ថានសួគ៌បាទបើបងប្អូនទាំងអស់គ្នាមានសភៅបើកអញ្ចឹងយើងសូត្រតខ្ញុំរាប់ជូនពី1ទៅដល់3 1 2 3ខ្ញុំនឹងដើរក្នុងពន្លឺនៃស្ថានសួគ៌ហើយទូឈរកាត់ទីខ្ពស់ឬទីជ្រៅដីពេលនោះព្រមមិនចាត់ចេញពីខ្ញុំសឡើយព្រៃសន្យានៃទ្រង់មិនដែលរលន់ពន្លឺនៃស្ថានសួគ៌ពន្លឺនៃស្ថានសួគ៌ទ្រង់មកសន្ធឹងនៅពោពេញចិត្តខ្ញុំហាឡេលូយ៉ាខ្ញុំមានអំណរក្រៃដោយឈ្មោះសរសើរទ្រង់ព្រះយេស៊ូវខ្ញុំទ្រង់ជ្រុលខ្ញុំលំហពរខ្ញុំឲ្យបាបខ្ញុំគឺទ្រង់មិនដែលស្ថិតនៅឆ្ងាយពីខ្ញុំទ្រង់ជាពន្លឺក្នុងទ្រង់មានងងឹតឡើយខ្ញុំនឹងដើរគៀជាប់តាមទ្រង់ជានិញពន្លឺនៃស្ថានសួគ៌ពន្លឺនៃស្ថានសួគ៌ទ្រង់មកសន្ធឹងនៅពោពេញចិត្តខ្ញុំហាឡេលូយ៉ាខ្ញុំមានអំណរក្រៃដោយជាសរសើរទ្រង់ព្រះយេស៊ូវខ្ញុំនៅក្នុងពន្លឺទ្រង់ខ្ញុំតែងតែសប្បាយហើយបាននាំផ្លូវខ្ញុំទៅកាន់ទីខ្ពស់ឲ្យបានសរសើរទ្រង់ខ្ញុំដើរដោយអមមកដើរនៅក្នុងពន្លឺនៃក្តីស្រឡាញ់ទ្រង់ពន្លឺនៃស្ថានសួគ៌ពន្លឺនៃស្ថានសួគ៌ទ្រង់មកសន្ធឹងនៅពោពេញចិត្តខ្ញុំហាឡេលូយ៉ាខ្ញុំមានអំណរក្រៃដោយឈ្មោះសរសើរទ្រង់ព្រះយេស៊ូវខ្ញុំអាមែនបាទដល់ចំណុចបន្ទាប់គឺការអានព្រះគម្ពីរយូហានខ្សែទី1ចំពុក4ខ16ជារបបខ្ញុំសូមអានជូនសិនចំពុកឡើងលឿនបន្តខ16យើងបានស្គាល់ព្រមទាំងជឿលើសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើងព្រះជាសេចក្តីស្រឡាញ់អ្នកដែលស្ថិតក្នុងសេចក្តីស្រឡាញ់នេះគឺស្ថិតនៅក្នុងព្រះហើយព្រះក៏ស្ថិតនៅក្នុងអ្នកនោះដែរបាទអញ្ចឹងសូមអរគុណសូមអ្នកគ្រូនៅខេត្តកំពតអានជូនព្រះគម្ពីរការអានព្រះគម្ពីរយូហានខ្សែទី1ចំពុក4ខ16យើងបានស្គាល់ព្រមទាំងជឿលើសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើងព្រះជាសេចក្តីស្រឡាញ់អ្នកដែលស្ថិតនៅក្នុងសេចក្តីស្រឡាញ់នេះគឺស្ថិតនៅក្នុងព្រះហើយព្រះក៏ស្ថិតនៅក្នុងដែរអាមែនបាទអរគុណអញ្ចឹងសូមលោកគ្រូនៅខេត្តតាកែវអានព្រះគម្ពីរលឺដោយអនុញ្ញាតឲ្យក្មេងៗគាត់ស្ងាត់សិនឥឡូវអូនស្ដាប់ដាក់ខ្ញុំអានបាទច្បាស់បាទច្បាស់ហើយនឹងស្ដាប់ខ្ញុំអានណាបាទអូវាមានកម្មវិធីអីបាំងមិនចាំពីមើលអូខេការអានព្រះគម្ពីរយូហានខ្សែទី1ចំពុក4ខ16យើងបានស្គាល់ព្រមទាំងក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើងព្រះជាសេចក្តីស្រឡាញ់អ្នកដែលនៅក្នុងសេចក្តីស្រឡាញ់នេះគឺស្ថិតក្នុងព្រះហើយព្រះក៏ស្ថិតនៅក្នុងអាមែនបាទសូមអរគុណអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានចូលលើព្រះគម្ពីរនេះហើយអញ្ចឹងយើងដល់ស្លាយបន្តទៀតគឺការអធិប្បាយព្រះគម្ពីរដោយខ្ញុំបាទផានងលីសូមបងប្អូនទាំងអស់គ្នាបានយកចិត្តទុកដាក់ស្ដាប់ចំនួនតែប្រហែលជា5នាទីទៅ6នាទីអីទេបាទអញ្ចឹងចំណងជើងគឺការផ្ញើជីវិតលើព្រះអង្គម្ចាស់យេស៊ូវបាទអ
ការអធិប្បាយនេះដែរខ្ញុំក៏បានធ្លាប់បានលើកអធិប្បាយរួចហើយក៏ប៉ុន្តែខ្ញុំមើលទៅរៀងកំណងក៏យកមកជាម្ដងទៀតទៅបាទអញ្ចឹងព្រះគម្ពីរយោងគឺព្រះគម្ពីរទំនុកដំកើងចំពោះ62ទំនុកដំកើង62ទំខ8បាទខ្ញុំសូមអានជូនសិននេះបាទអោប្រជាជនអើយចូលទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលាចូលថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះបិទព្រះជាទីពឹងជ្រកសម្រាប់យើងហើយបាទអញ្ចឹងបងប្អូនស្រមៃមើលថាបើសិនជាយើងរស់នៅដោយមិនអាចពឹងផ្អែកលើព្រះអង្គដោយគ្មានព្រះអង្គសួរថាយើងរស់នៅដោយផ្អែកទៅលើលោកីសម្បនិយមផ្សេងឬក៏បុណ្យស័ក្តិយុស័ក្តិនោះហើយយើងមិនបានចម្រើនទេត្បិតថាជីវិតនៅលោកីនេះបានពោពេញទៅដោយការសប្បាយរីករាយគេហៅថាមើលទាំងភ្នែកបាទសប្បាយទៅនឹងភ្នែកនោះយើងមិនបានទៅនគរស្ថានសួគ៌ពេលដែលយើងបានអស់ជីវិតនៅលើផែនដីនេះទេអញ្ចឹងអ្នកណាក៏នឹងមានសេចក្តីស្លាប់នៅថ្ងៃក្រោយក៏ប៉ុន្តែយើងមិនខ្លាចសេចក្តីស្លាប់ទេពីព្រោះព្រះអង្គម្ចាស់នៃយើងទ្រង់បានសង្កត់លើឈើឆ្កាងហើយបានរស់ឡើងវិញអញ្ចឹងបានន័យថាព្រះនៃយើងគឺទ្រង់បានយកឈ្នះសូម្បីតែសេចក្តីស្លាប់អញ្ចឹងបងប្អូនឲ្យយល់ថាព្រះវរបិតាព្រះរាជបុត្រាគឺព្រះវរបិតាបានប្រទានព្រះរាជបុត្រាមកលើផែនដីដើម្បីឲ្យសង្គ្រោះអំពើបាបរបស់យើងអញ្ចឹងនៅតែមានបងប្អូនខ្លះគាត់យកច្រឡំថាព្រះពុទ្ធបានកើតមុនព្រះយេស៊ូវបាទរឿងនោះគឺមិនត្រឹមត្រូវទេប៉ុន្តែព្រះពុទ្ធបានមានជីវិតបាននៅលើផែនដីនេះមុនព្រះយេស៊ូវគឺមុនព្រះរាជបុត្រារបស់ព្រះយេស៊ូវប៉ុណ្ណោះក៏ប៉ុន្តែព្រះយេស៊ូវបានបង្កើតនៅរបស់អ្វីៗគ្រប់បែបយ៉ាងដែលគេហៅថាព្រះវរបិតាបានប្រទានព្រះរាជបុត្រាបើថានិយាយឲ្យស្រួលស្ដាប់ទៅបានបង្កើតកូនមួយមកលើផែនដីជប់កូនមួយឲ្យមកលើផែនដីឲ្យធ្វើជាមនុស្សដើម្បីមកសង្គ្រោះនិងបង្រៀននៅអ្វីផ្សេងទៅតាមគោលបំណងព្រះハរតីរបស់ព្រះអង្គបាទអញ្ចឹងដោយនៅក្នុងព្រះគម្ពីរណាទេបានលើកឡើងថាបើសិនជាយើងទៅជឿព្រះរាជបុត្រានោះយើងនឹងបានសេចក្តីសង្គ្រោះបាទអញ្ចឹងការផ្ញើជីវិតលើព្រះអង្គម្ចាស់ព្រះយេស៊ូវគឺមានសារៈសំខាន់ដោយគេថាទុកព្រះជាធំមិនថាយកការងារយើងពេលខ្លះយើងឡាយតែឆ្លក់បង្វែងទៅនឹងការងារពេកយើងធ្វើការងារពេកដោយទុកព្រះអង្គចោលយើងមិនបានមានទំនាក់ទំនងល្អជាមួយនឹងព្រះអង្គនោះជីវិតយើងក៏ដុនដាបឬក៏ពិបាកដែរបងប្អូនឃើញថាគេធ្វើអំពើពុករលួយផ្សេងដើម្បីតែយុស័កដើម្បីតែបុណ្យអំណាចលុយនឹងហើយនោះហើយគឺពួកគេកំពុងតែសប្បាយអទៅនឹងអំពើបាបនៅក្នុងលោកីនេះទេនេះហើយក៏ប៉ុន្តែពេលដែលជីវិតបងប្អូនទាំងអស់គ្នាបានស្លាប់ទៅព្រលឹងវិញ្ញាណរបស់បងប្អូនទាំងអស់គ្នានឹងធ្លាក់ទៅក្នុងស្ថាននរកបាទអញ្ចឹងបងប្អូននឹងមិនបានសង្គ្រោះទេក៏ប៉ុន្តែផ្ទុយទៅវិញបើសិនជាបងប្អូនធ្វើការប្រកបរបររកស៊ីដោយសុចរិតត្រឹមត្រូវនឹងយកព្រះជាធំយកព្រះដាក់មុខនោះហើយព្រះអង្គមិនឲ្យយើងខ្វះអ្វីទេបាទបងប្អូនឃើញទេថាគ្រូកង្វៀលធំប៉ាស្ទ័រក៏ដូចជាអ្នកកង្វៀលផ្សេងគាត់ពឹងផ្អែកទៅលើព្រះអង្គហើយព្រះអង្គក៏នឹងគ្រប់គ្រងនៅមុខរបររបស់គាត់ដែរពួកគាត់រកស៊ីអ្វីគឺឡើងអ្នកខ្លះជាឯកឧត្តមហើយនៅប្រទេសកម្ពុជានេះគាត់គឺជាប៉ាស្ទ័រផងដែរអញ្ចឹងពេលដែលយើងដាក់ព្រះជាធំយើងទុកចិត្តលើព្រះអង្គនិងបម្រើព្រះអង្គឲ្យអស់អំពីចិត្តព្រះអង្គនឹងមិនឲ្យយើងខ្វះអ្វីទេដោយសារតែព្រះអង្គបានបង្កើតនៅរបស់គ្រប់បែបយ៉ាងទាំងអស់អញ្ចឹងព្រះអង្គក៏អាចផ្ដល់នៅរបស់ទាំងអស់នោះដល់យើងជាកូនដ៏សុចរិតរបស់ព្រះអង្គដែរបើសិនជាយើងស្ដាប់និងពឹងផ្អែកនិងផ្ញើជីវិតលើព្រះយេស៊ូវបាទដោយមិនប្រព្រឹត្តអំពើបាបក៏ប៉ុន្តែបើសិនជាយើងប្រព្រឹត្តអំពើបាបហើយមានន័យថាយើងបានមានបាបទៅហើយមិនថាបាបនោះមួយក្តីពីរក្តីឬក៏បាបនោះគ្រាន់តែជាពាក្យកុហកតិចក្តីច្រើនក្តីនោះហើយក៏ជាអំពើបាបដូចតែគ្នាមិនថាថ្ងៃនេះខ្ញុំធ្វើបាបហើយខ្ញុំយកលុយ 5,000 ឲ្យគេឲ្យក្មេងដែលអនាថា
ហើយយើងរួចបែបទេមិនអាចទេបាទអញ្ចឹងមានតែសូមអភ័យទោសចំពោះព្រះអង្គហើយយើងមិនធ្វើឲ្យមានអំពើបាបមានកំហុសនោះជាលើកទី2បាទអញ្ចឹងនោះហើយគឺជាការគប់ព្រះハរតីរបស់ព្រះអង្គអញ្ចឹងខ្ញុំក៏សង្ឃឹមដែរថាបងប្អូននឹងផ្ញើជីវិតលើព្រះអង្គដោយការអានព្រះគម្ពីរជារៀងរាល់ថ្ងៃមួយចំពោះក្តីពីរចំពោះក្តីជារៀងរាល់ថ្ងៃអធិដ្ឋានទៅកាន់ព្រះអង្គជារៀងរាល់ថ្ងៃមិនថាជួបទុក្ខលំបាកអ្វីសម្រាប់គ្រួសារឬក៏សម្រាប់យើងផ្ទាល់ខ្លួនផងដែរបាទអញ្ចឹងខ្ញុំសូមអរគុណត្រឹមតែប៉ុណ្នេះសម្រាប់ការអធិប្បាយដែលបងប្អូនបានស្ដាប់ការអធិប្បាយមួយនេះបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតដល់ slide បន្ទាប់គឺយើងច្រៀងបទចម្រៀងមួយបទទៀតយើងច្រៀងពីវគ្គ1ទៅដល់វគ្គ3គឺបទព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់បាទ155ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់បាទសូមអរគុណតើយើងខ្ញុំរាប់ជូនយើងស្រោតអូខេច្រៀងមកច្រៀងតាមអ៊ំបាទអរគុណតើអញ្ចឹងយើងខ្ញុំរាប់ជូនពី1ដល់2ហើយយើងចាប់ផ្ដើម1 2ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់គុំពីប្រាប់ឲ្យដឹងជាច្បាស់ព្រះជាម្ចាស់នៃក្មេងទាំងឡាយវាថ្វាយខ្លួននោះមិនដែលស្ដាយព្រះយេស៊ូវស្រឡាញ់គឺទ្រង់ស្រឡាញ់ណាស់ព្រះយេស៊ូវស្រឡាញ់គុំពីសំដែងយ៉ាងច្បាស់ព្រះយេស៊ូវស្រឡាញ់ដរាបទូបើមានចិត្តពេញដោយបបគង់តែទ្រង់សំរួតមេឃខ្មាំងដោយទ្រង់សោកុនលើឈើឆ្កាងព្រះយេស៊ូវស្រឡាញ់គឺទ្រង់ស្រឡាញ់ណាស់ព្រះយេស៊ូវស្រឡាញ់គុំពីសំដែងយ៉ាងច្បាស់ព្រះយេស៊ូវស្រឡាញ់ស្មោះត្រង់សំងាត់តូនឲ្យឥតសូវមកទ្រង់បើកទ្វារស្ថានសួគ៌ចំហឲ្យកូនចូលដោយមានចិនអព្រះយេស៊ូវស្រឡាញ់គឺទ្រង់ស្រឡាញ់ណាស់ព្រះយេស៊ូវស្រឡាញ់គុំពីសំដែងយ៉ាងច្បាស់អាមែនបាទខ្ញុំសូមឲ្យ share slide ផងដែរបាទលំនាំសេចក្តីអធិដ្ឋាននៃព្រះអង្គម្ចាស់បាទសូម share slide ដែល slide មើលទៅមិនសូវច្បាស់មិនសូវល្អបាទតើគុណបាទអញ្ចឹងយើងអានទាំងអស់គ្នាខ្ញុំរាប់ជូនពី1ដល់3 1 2 3អរព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យព្រះរាជទ្រង់បានមកដល់សូមឲ្យព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះសូមអត់ទោសនៅកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយតែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញដឹករាជព្រះចេស្តានិងសេរីល្អជារបស់ផងទ្រង់នៅអកលជានិច្ចអាមែនបាទសូមអរគុណព្រះអង្គអញ្ចឹងយើងដល់ចំណុចបន្ទាប់ក៏ជាចំណុចចុងក្រោយយើងច្រៀងបទចម្រៀងសូមព្រះអង្គគង់ជាមួយសៀវភៅពខៀវទំព័រលេខ218បាទតើយើងចាប់ដើមទាំងអស់គ្នាយើងច្រៀងពីវគ្គ1ទៅដល់វគ្គ2ខ្ញុំរាប់ជូនបងប្អូនទាំងអស់គ្នាពី1ដល់4ចាប់ដើម1 2 3 4សូមព្រះអង្គគង់ជាមួយនឹងអ្នកផងទាំងអវត្តអនុទល់ហោនឹងទ្វាជាមួយហ្វូងជាព្រះអង្គសូមទ្រង់គង់
ជាមួយលុត្រាជួបទៀត មួយលើត្រា លុត្រាជួបម្ដងទៀតលុត្រាជួបម្ដងទៀតគឺជួបទីព្រះបាទព្រះយេស៊ូវលុត្រាជួបម្ដងទៀតលុត្រាជួបម្ដងទៀតសូមព្រះអង្គគង់ជាមួយនឹងអ្នកផងសូមព្រះអង្គគង់ជាមួយនឹងអ្នកផងក្រុមនៅដល់ចំណីស្លាប់ព្រះអង្គសូមប្រទានអាហារទឹកត្រចង់សូមត្រកជាមួយរាជួបទៀត មួយលើត្រា លុត្រាជួបម្ដងទៀតលុត្រាជួបម្ដងទៀតគឺជួបទីព្រះបាទព្រះយេស៊ូវលុត្រាជួបម្ដងទៀតលុត្រាជួបម្ដងទៀតសូមព្រះអង្គគង់ជាមួយនឹងអ្នកផងអាមែនហាឡេលូយ៉ាអាមែនបាទសូមព្រះអង្គគង់ជាមួយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងសូមបងប្អូនទាំងអស់គ្នាបើកកាមេរ៉ាទាំងអស់គ្នាបាទអ្នកកពតថាបានចូលរួមប៉ុន្តែអរគុណអ្នកគ្រូដែលបានឆ្លៀតនិងមិនភ្លេចនៅថ្ងៃដ៏ល្អថ្ងៃអាទិត្យបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាហើយសម្រាប់អាទិត្យក្រោយដែរយើងបាននឹងជួបនៅប៉ាស្ទ័រអ្នកដឹកនាំម្ដងដោយសារខ្ញុំមានកម្មវិធីបងប្អូនបងខ្ញុំកាត់ការបាទអញ្ចឹងខ្ញុំសូមច្បាប់បាទប៉ុន្តែប្រហែលជាខ្ញុំអាចនឹងទៅចូលរួមនៅជាមួយនឹងបងប្អូនទាំងអស់គ្នានៅខេត្តកពតបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបានបើកកាមេរ៉ានិងបីសំណេះសំណាលអ្នកកពតនៅតែច្រើនបាទ បើកាមេរ៉ាមក អ្នកខាងបូកមកហ្នឹងថ្ងៃហ្នឹងអាឡែបអូនអ្នកខាងបូកបាត់ពីអាទិត្យអីអូនោះភេនអូខេភេនឃើញឃើញភេនឃើញបាទ កងថត អូអ្នកតកែវក៏គួសមដែរបាទអញ្ចឹងមានតែអរគុណបងប្អូនទាំងអស់គ្នាសូមឲ្យបងប្អូនទាំងអស់គ្នាបានមានសេចក្តីជំនឿជាមួយនឹងព្រះអង្គនិងបានផ្ញើជីវិតជាមួយនឹងព្រះអង្គធ្វើជាកូនល្អរបស់ព្រះអង្គជាមួយគ្នាទាំងអស់គ្នាបាទអញ្ចឹងសូមជម្រាបលាបងប្អូនទាំងអស់គ្នាសូមមានសុខភាពល្អសូមព្រះប្រទានពរបាយបាយ បាទ Although the lamb